មានផ្សេងអូខេខ្ញុំបាទ Hendrik ហើយខ្ញុំគឺជាគ្រូចដែលមាន license នៅ Ohio អ្នកដែលអត់បានស្គាល់ខ្ញុំបាទធ្វើវីដេអូតាក់ទងជាមួយនឹងសំណួរចម្លើយត្រៀមប្រឡងកញ្ចក់នៅសហរដ្ឋអាមេរិកអញ្ចឹងទេដើម្បីកុំឲ្យខាតពេលយូរថ្ងៃនេះយើងមកសិក្សាអំពី primer អញ្ចឹង primer គឺគេមានសំណួរមួយដែលគេអាសាសួរពេលចេញប្រឡងគេសួរថា what does primer do អញ្ចឹង what does primer do ហ្នឹងបានន័យថាតើ primer ហ្នឹងគឺវាមានតួនាទីធ្វើអីគេអញ្ចឹងចម្លើយដែលត្រឹមត្រូវនោះគឺ primer increase adhesion ខ្ញុំអានម្ដងទៀត increase adhesion អញ្ចឹងពាក្យថា increase នេះបើប្រែថាបង្កើនមានពាក្យមួយដែលគេអាសាបន្លំយើងពេលចេញប្រឡងគឺគេប្រើពាក្យ decrease ហ្នឹងបើប្រែថាបន្ថយចុះអញ្ចឹងយើងអត់យកថា decrease ណាយើងត្រូវជ្រើសយកចម្លើយ increase បង្កើនអញ្ចឹងបង្កើននេះគេបង្កើន adhesion បើប្រែថាភាពជាប់អញ្ចឹងតួនាទី primer គឺបង្កើនភាពជាប់បងប្អូនអញ្ចឹងសំណួរនេះគឺអាសាចេញប្រឡងមែនតើហើយសង្ឃឹមថាបងប្អូនអាចចងចាំបានសំណួរគេសួរថា what does primer do តើ primer ធ្វើអីគេ primer increase adhesion បង្កើនភាពជាប់អញ្ចឹងសម្រាប់ដែលបងប្អូនដែលបានធ្វើអត់ទាន់ចេះធ្វើ acrylic primer នោះគេប្រើនៅពេលមុនគេចាក់ម្សៅណាអញ្ចឹងគេដាក់ primer ដើម្បីឲ្យម្សៅហ្នឹងខាំជាប់ជាមួយនឹងផ្ទៃកញ្ចក់អញ្ចឹងនៅវីដេអូក្រោយទៀតខ្ញុំនឹងនិយាយបកស្រាយអំពី primer បន្ថែមទៀតពីព្រោះមានសំណួរផ្សេងមួយទៀតដែលគេអាសាចេញដូចគ្នាទាក់ទងជាមួយ primer នេះបើសិនបងប្អូនចង់ឲ្យខ្ញុំបកស្រាយអំពីសំណួរចម្លើយឬមួយក៏មេរៀនណាមួយទាក់ទងជាមួយនឹងការប្រឡងកញ្ចក់នៅសហរដ្ឋអាមេរិកបងប្អូនអាច comment នៅខាងក្រោមបានហើយកុំភ្លេច subscribe channel របស់ខ្ញុំផងព្រោះថាការគ្រប់គ្រងរបស់បងប្អូនទើបធ្វើឲ្យខ្ញុំមានទឹកចិត្តបង្កើតនៅវីដេអូទាក់ទងជាមួយនឹងសំណួរចម្លើយកញ្ចក់បន្តទៅមុខទៀតអញ្ចឹងសូមអរគុណច្រើនជួបគ្នានៅសំណួរក្រោយ